បងចង់ប្រាប់អូនថាបងចង់ញ៉ាំក្តាមបងធំសាច់គោសាច់ជ្រូកហើយចាពាក្យនេះជាពាក្យលួងចិត្តទេតាមពិតចង់ខែគឺដាច់លុយចានិយាយលេងឥឡូវចូលមកដល់គ្រឿងផ្សំរបស់យើងមានដូចជាក្តាមទឹកអំពិលទុំខ្ទឹមសចិញ្ច្រាំម្ទេសហើយនិងម្ទេសផ្លោកអីគេនេះខ្ញុំស្គាល់ស្គាល់ដែរហើយនិងម្រះព្រៅបងអូនឬហើយយើងដាក់ផ្ទះមកតែយើងកុំដាក់ភ្លើងខ្លាំងពេកឬយើងដាក់ខ្លាញ់មកល្មមដែលយើងអាចឆាជាមួយខ្ទឹមសិនលីងខ្ទឹមឲ្យវាល្មមបងអូនកុំឲ្យខ្លោចពេកបណ្ណាបើយើងខ្លោចវាអាចឆ្ងៀមអញ្ចឹងក្តាមទៅឆ្ងាញ់បណ្ណាក៏ដោយបើមានក្លិនឆ្ងៀមវាអាចប៉ះពាល់យើងដែរអញ្ចឹងជាអារម្មណ៍មូលដ្ឋាននេះសម្រាប់ខ្ញុំហ្នឹងហើយយើងលីងមកល្មមដាក់ភ្លើងលឹមទៅកុំឲ្យវាខ្លោចពេកហើយយើងដាក់ទឹកប្រេងខ្យងមកល្មមចំណងចិត្តយើងដែលយើងចង់បានយើងលាងលេចចោះទៅកុំឲ្យវាខ្លោចអីចឹងបងអូនឬហើយយើងដាក់ទឹកអំពិលទុំចូលមកល្មមសម្រាប់ខ្ញុំចូលចិត្តជូរអញ្ចឹងខ្ញុំដាក់យើងច្រើនតិចបើសម្រាប់បងប្អូនអត់សូវចូលចិត្តជូរទេបងអូនអាចបន្ថយឬហើយយើងដាក់ម្ទេសទៅបើបងប្អូនមិនសូវហឹរក៏ដាក់តិចទៅតែសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តហឹរអញ្ចឹងខ្ញុំដាក់ម្ទេសច្រើនយើងលេងឡើងលេងចុះកុំឲ្យវាខ្លោចបងអូនឬហើយយើងដាក់ម្ទេសចូលសម្រាប់ខ្ញុំគឺខ្ញុំចិត្តដាក់បែបម្ទេសព្រោះខ្ញុំចូលចិត្តអាម្ទេសហ្នឹងខ្ញុំដាក់ហ្មងបើសម្រាប់អ្នកផ្សេងខ្ញុំមិនដឹងដែរថាគេចូលចិត្តដូចខ្ញុំអត់ទេបងប្អូនព្រោះហើយយើងក៏លេងវាមកល្មមទៅសម្រាប់បងប្អូនចូលចិត្តចង់តុនចង់រឹងអីចឹងហើយយើងដាក់ក្តាមចូលទៅយើងលេងចោះទៅម៉េចកុំឲ្យវាស្ងៀមឲ្យវាលេងចោះទៅឲ្យវាចូលជាតិចូលគ្រឿងហើយណាមួយគ្រឿងខ្ញុំបានដាក់រួចអស់ហើយតែខ្ញុំមិនបានថតមកព្រោះខ្ញុំភ្លេចដែរហ្នឹងហើយហើយជាចុងក្រោយយើងដាក់ម្រះព្រៅបងអូនមានអីច្រើនទេមានតែប៉ុណ្្នឹងឯងងាយស្រួលចង់ងាប់ហ្នឹងហើយសម្រាប់ខ្ញុំដាក់ម្រះព្រៅគឺច្រើនព្រោះខ្ញុំចូលចិត្តអត់តិចទេខ្ញុំដាក់តាមមកល្មមដែរក្តាមច្រើនអីចឹងទៅខ្ញុំដាក់ហើយចង់ក្រោយមានតែប៉ុណ្្នឹងឯងហើយថែមជាក់ពី3កំប៉ុងទៀតមកយើងមានដៃគូយើងញ៉ាំមួយដៃគូយើងទៅហើយរលែកទៅណាឆ្ងាយទេតែពីអ្នកដៃគូយើងជាក់វាឆ្ងាញ់ហ្មង